នៅពេលដែលដាច់ថវិកាតើគួរធ្វើម្ហូបបែបណាសម្រាប់បរិភោគចំពោះខ្ញុំវិញថ្ងៃនេះគឺអត់មានម្ហូបអីច្រើនទេគឺការច្នៃរបស់ដែលមាននៅបន្ទប់ស្រាប់គឺផ្អកចំហុយនឹងឯងពុកម៉ែបងប្អូនណាមួយដោយសារតែយកថវិកាឲ្យថ្លៃពោះវៀនម៉ូតូអស់ហើយអញ្ចឹងថ្ងៃនេះក៏អត់មានម្ហូបអីច្រើនអីដែរគឺយកតែរបស់មកពីស្រុកហ្នឹងយកមកធ្វើម្ហូបច្នៃទៅគឺផ្អកវិចមកតាំងពីស្រុកហើយបន្ទាប់មកក៏ឆ្លៀតចូលទិញប្រហិតបានពីចក្រផងដោយសារតែខានបានហូបប្រហិតជៀនរៀងយូរដែរហើយតាំងពីចូលឆ្នាំខ្មែរមកហូបបានតែនៅស្រុកចំណែកនៅនេះគឺមិនដែលបានហូបទេហើយទិញបាននំចាក់ចូលមួយផងដែរបើនិយាយពីទេសភាពថ្ងៃនេះវិញគឺស្រស់ស្អាតខ្លាំងមែនតើកម្របានឃើញទេសភាពបែបហ្នឹងណាធ្លាប់តែឃើញនៅស្រុកណាហើយនេះវិញគឺជាផ្អកដែលខ្ញុំបានវិចមកពីស្រុកផ្អកហ្នឹងគឺផ្អកត្រីរៀលហើយក៏បានចែកមិញនៅជាប់បន្ទប់ខ្លះដែរគឺ6បន្ទប់ចែកម្នាក់បន្តិចម្នាក់បន្តិចទៅគឺសុទ្ធតែមិញបង្កើតផងមិញនៅជាប់ស្រុកផងអញ្ចឹងណាគឺសុទ្ធតែអ្នកស្រុកកំណើតជាមួយទេហើយបន្ទាប់មកគឺខ្ញុំចាប់ផ្ដើមដាក់ផ្អកត្រីរៀលចូលចានហើយគឺចំហុយតែមកល្មមដែរទេមកល្មមមកហូបផ្លាច់ហូបអត់អស់អញ្ចឹងទៅហើយខ្ញុំចាប់ផ្ដើមដាក់ហាន់ម្ទេសចូលដើម្បីកាត់ជាតិឆ្អាបចំណែកម្ទេសវិញគឺខ្ញុំហាន់ដាក់3គ្រាប់ហើយបន្ទាប់មកគឺខ្ញុំរៀបចំដាក់ហាន់ខ្ទឹមសចំនួន2កំពឹសទៅគឺរួចរាល់ហើយពុកម៉ែបងប្អូនហើយនេះវិញគឺផ្អកត្រីរៀលគឺតំណងខ្លាំងមែនតើគឺត្រីសុទ្ធតែល្អផ្អកទិញមកពីស្រុកអញ្ចឹងណាហើយនេះវិញគឺជាទេសភាពគឺស្រស់ស្អាតខ្លាំងមែនតើកម្របានឃើញទេសភាពបែបនេះណាហើយបន្ទាប់មកគឺខ្ញុំរៀបចំដាក់ម្ទេសហើយនឹងខ្ទឹមសចូលផ្អកហើយចាប់ដើមដាក់ប៊ីចេងនិងស្ករត្នោតចូលស្ករត្នោតគឺខ្ញុំដាក់មកល្មមដែរដើម្បីកុំឲ្យប្រៃពេកដោយសារតែផ្អកគឺរាងប្រៃដែរហើយបន្ទាប់មកគឺកូរចូលគ្នាសពទៅខ្ញុំបន្ថែមម្ទេសចំនួន2ផ្លែចូលទៀតហើយចាប់ដើមដាក់ដាំទឹកដើម្បីចំហុយផ្អកណាពុកម៉ែបងប្អូនដាក់ចំហុយមកល្មមដែរអញ្ចឹងទៅគឺដាក់ទឹកតែបន្តិចទេអត់បានចំហុយដាក់ឆ្នាំងធំពីដំបងឡើយមកពីស្រុកវិញគឺយកឆ្នាំងធំមកជាមួយហើយចានកន្លងថ្មធំដើម្បីថាយកមកចំហុយផ្អកចំហុយប្រហុកប៉ុន្តែពេលចំហុយគឺចំហុយដាក់ចានតូចវិញដោយសារខ្លាចហូបអត់អស់ហើយនេះគឺផ្អករបស់ខ្ញុំគឺបានពុះរួចរាល់ហើយគឺទំនងខ្លាំងមែនតើហើយបន្ទាប់ពីផ្អកពុះរួចរាល់ហើយគឺខ្ញុំចាប់ផ្ដើមចុះទៅខាងក្រោមទៅទិញបានប្រហិតទិញបាននំយកមកហូបណាពុកម៉ែបងប្អូនដោយសារតែព្រឹកមិញគឺហូបបាយជាមួយនឹងប្រហុកអញ្ចឹងទៅអត់បានហូបនំហូបអីទេអញ្ចឹងទៅថ្ងៃនេះក៏មានថវិកាតិចតួចអញ្ចឹងក៏ទៅទិញទៅដោយសារតែយូរគឺហូបម្ដងទេមិនមែនហូបរាល់ថ្ងៃទេហូបទៅពេលឈឺកុំឲ្យថាពិបាកអញ្ចឹងណាកុំឲ្យថាពេលហូបអីគឺអត់ហ៊ានហូបទេប៉ុន្តែយកលុយទៅឲ្យពេទ្យមើលជំងឺអញ្ចឹងទៅអញ្ចឹងមានតែការហូបទេដើម្បីមើលថែទាំសុខភាពប៉ុន្តែចំពោះប្រហិតវិញគឺមិនមែនជារបស់ល្អណាអីទេអញ្ចឹងយូរហូបម្ដងទៅគាត់អីដែរកុំឲ្យតែហូបរាល់ថ្ងៃអញ្ចឹងណាហើយបន្ទាប់មកគឺផ្អកដែលខ្ញុំបានចំហុយគឺក៏តំណងដែរពុកម៉ែបងប្អូនហូបប្រហិតជាមួយបាយផងហូបប្រហុកផងផ្អកផងណាពុកម៉ែបងប្អូនច្រឡំប្រហុកហើយនេះគឺជានំចាក់ចោលគឺ1000រៀលពុកម៉ែបងប្អូនបន្ទាប់ពីហូបនំហូបអីរួចរាល់ហើយវីដេអូខ្ញុំថ្ងៃហ្នឹងគឺមានតែប៉ុណ្្នឹងទេក៏អរគុណពុកម៉ែបងប្អូនដែរដែលបានទស្សនាវីដេអូនេះខ្ញុំដល់